សួស្តីមួយៗទាំងអស់គ្នាចាថ្ងៃនេះចង់បង្ហាញជាមួយនឹងប្រភេទមីកំប៉ុងដែលមានរសជាតិឆ្ងាញ់ខ្លាំងមែនតែនហ្មងណាហើយតម្លៃសមរម្យទៀតបងអាចធ្វើការទិញយកទៅភ្លក់ម្នាក់មកកំប៉ុងបានភ្លក់ហើយបងចង់ទិញច្រើនសូមធ្វើការកម្មងពីខាងប្អូនណាបើនិយាយពីរសជាតិបងខ្ញុំហ៊ានធានាព្រោះខ្ញុំជាអ្នកដែលភ្លក់ជាមួយនឹងមីកំប៉ុងនិយាយទៅប្រឡូកទៅលើវិស័យមីកំប៉ុងតែម្ដងគឺថាឆ្ងាញ់ពិសេសជាងគេអាក្រហមអាពណ៌ក្រហមចាបងទិញមកកំប៉ុងខ្ញុំថែមជាមួយនឹងពងឲ្យបងពងទាក្រហមណាពងទាទឹកស្អ៊ីវមួយគ្រាប់ជូនបងណាតែយើងមានពីររសជាតិទី1ពណ៌ទឹកក្រូចគឺអត់សូវហឹរទេសម្រាប់បងចាស់និយាយទៅគាត់ចាស់អីគាត់អាចហូបបានឬក៏អ្នកដែលគាត់អត់សូវចូលចិត្តហឹរបកាយហឹរហ្មងគាត់ហូបបានហើយនឹងពណ៌ក្រហមគឺថាធីមខាងខ្ញុំចាហឹរចាហឹរនិយាយរួមមិនមែនថាហឹរខ្លាំងទេអីណាតែហឹរមកឆ្ងាញ់បងគ្រាន់ថាបងអាចធ្វើការថយម្ទេសបានក្នុងនោះគឺយើងមានម្ទេសការ៉ាន់ទីឲ្យបងចង់រៀងធូរយើងដាក់កន្លះទៅតែបើបងដូចថាប៉ិនដូចអ្នកលក់ដែរចាដាក់មកកញ្ចប់ទៅបងអើយគឺឆ្ងាញ់មិនថាមីពណ៌ទឹកក្រូចចាឬក៏មីពណ៌ក្រហមគឺ free ពងមាន់ឲ្យទាំងអស់មួយទៀតបងខ្ញុំក៏ចូលជាប្រភេទដុំស៊ីឈွန်នេះដែរតម្លៃធូរហើយឆ្ងាញ់ទៀតអញ្ចឹងសម្រាប់បងដែលគាត់ចង់បានជាប្រភេទស៊ុបដុំស៊ីឈွန်អាចធ្វើការកម្មងបានហើយយើងក៏មានជាប្រភេទហក់ផតដូចគ្នាដែរហើយហក់ផតយើងមានច្រើនរសជាតិសម្រាប់បងគាត់កម្មងយរួមគឺថាស្រឡាញ់មុខងារមួយណាបងកម្មងមុខងារមួយហ្នឹងកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីទទួលបានការ promotion អរគុណ